ជំរាបសួរសួស្តីបងប្អូនទាំងគ្នាដោយថ្ងៃនេះដែរគឺមានប្រធានបទមួយដើម្បីលើកឡើងមកដើម្បីចែកម្លែកដល់បងប្អូនទាំងគ្នាហើយប្រធានបទនោះដែរគឺការកំណត់ឬមួយក៏ការ set គោលដៅសម្រាប់ទៅថ្ងៃអនាគតរបស់មនុស្សយើងម្នាក់ៗដោយការកំណត់ឬមួយក៏ការ set គោលដៅសម្រាប់មនុស្សយើងម្នាក់ៗឬមួយក៏យើងហៅថា future goal ហ្នឹងវាមាន3ទី1ហ្នឹងគឺការគិតទុកមុនទី2ការកត់ត្រានិងទី3គឺការបំបែកវាទៅជាចំណុចតូចៗដើម្បីងាយស្រួលក្នុងការអនុវត្តទី1ការគិតទុកមុនយ៉ាងម៉េចគិតទុកមុននឹងទៀតសោតគឺយើងគិតទៅលើសកម្មភាពឬមួយក៏ការសម្រេចអំពីសកម្មភាពយើងប្រចាំថ្ងៃហ្នឹងថាសកម្មភាពរបស់យើងហ្នឹងវាមានទំនោរទោទណ្ឌទៅខាងណាឬមួយក៏ចំណង់ចំណូលចិត្តរបស់យើងទៅខាងណាអីជាដើមហ្នឹងទៅឧទាហរណ៍ថាយើងជាសិស្សទី12អញ្ចឹងអ្វីដែលយើងអាចសម្រេចបាននៅថ្ងៃខាងមុខទៀតគឺដើម្បីមានចំណេះជំនាញមួយឬមួយក៏មាន skill មួយយកទៅរៀននៅថ្នាក់បញ្ញាបត្រណាអាហ្នឹងយើងជាសិស្សទី12បើសិនជាយើងមិនមានគម្រោងទៅរៀននៅថ្នាក់បញ្ញាបត្រទេក៏យើងចាប់យកនៅជំនាញឬមួយក៏វិជ្ជាជីវៈមួយណាមួយដើម្បីប្រកបរបរចិញ្ចឹមជីវិតអីចឹងទៅបើសិនជាយើងជាសិស្សបកែខាងភាសាខ្មែរបកែខាងប្រវត្តិសាស្ត្របកែខាងមានវោហារស័ព្ទនិយាយយើងអាចទៅរៀនច្បាប់រៀនរដ្ឋបាលឬមួយក៏យើងអាចថាជាអ្នកណែនាំទៅខាងសេវាកម្មឬមួយក៏ជាអ្នកគ្រប់គ្រងអីជាដើមចឹងទៅបើសិនជាយើងបកកែទៅខាងវិទ្យាសាស្ត្រពិតដូចជាគណិតរូបគីមីអីជាដើមយើងអាចទៅរៀនប្រភេទអីប្រភេទinformation technology ប្រភេទ IT ប្រភេទអីជាគ្រូដើម្បីប្រកបវិជ្ជាជីវៈជាគ្រូបរិញ្ញានៅក្នុងចំណេះជំនាញណាមួយដូចជាគ្រូគណិតដែលយើងចេះទៅខាងគណិតអាហ្នឹងការគិតទុំមុនយ៉ាងហ្នឹងយ៉ាងម៉េចគឺការសម្រួចនៅគោលដៅដែលយើង set ទុកសម្រាប់យើងទៅរៀនបញ្ញាបត្រអញ្ចឹងអាហ្នឹងវាមិនមែនជាគោលដៅទាំងមូលក្នុងជីវិតយើងទេតែជាមួយផ្នែកដែលលើកមកឧទាហរណ៍សម្រាប់បងប្អូនអរគ្នាថាអាហ្នឹងជាសកម្មភាពតិចតួចពេលដែលយើងអនុវត្តប្រចាំថ្ងៃហ្នឹងដើម្បីសម្រេចនៅក្នុងថ្ងៃអនាគតហើយមួយទៀតសោតការគិតទុកជាមុនមិនមែនគិតត្រឹមយើងរៀនទី12គិតទៅបញ្ញាបត្រទេឧទាហរណ៍ថាបើសិនជាយើងរៀនត្រឹមទី12អញ្ចឹងទៅអញ្ចឹងយើងគិតទៅដល់លើសបញ្ញាបត្រទៀតឲ្យគិតទៅដល់ណាដល់ណីដែលយើងមានប្រពន្ធមានកូនចេះតែសម័យយើងព្រោះយើងគិតនោះយើងមិនបាននិយាយចេញមកប្រាប់គេប្រាប់ឯងអីទេគ្រាន់តែយើងគិតហ្នឹងក៏គ្មានណាគេទៅគិតបាក់ខែបើយើងទៅកាត់លុយទេយើងគិតយើងសម័យទៅអាហ្នឹងជាចំណុចទី1ហើយចំណុចទី2ហ្នឹងទៀតសោតគឺការកត់ត្រាហ្នឹងយ៉ាងម៉េចគឺយើងកត់ត្រាចំពោះចំណុចណាដែលយើងគួរប្រុងប្រយ័ត្ននិងចំណុចណាដែលយើងគួរធ្វើហើយការកត់ត្រានេះទៀតសោតពេលដែលយើងធ្វើបែបហ្នឹងទៅវាបង្កើនឱកាសឲ្យយើងដើម្បីយើងលើកទឹកចិត្តខ្លួនឯងក្នុងការជំរុញនៅទឹកចិត្តមួយសម្រាប់ឲ្យយើងធ្វើនៅចំណុចហ្នឹងឧទាហរណ៍ថាយើងកត់ត្រាថាអនាគតខ្ញុំចង់ក្លាយជាមេធាវីខ្ញុំចង់ក្លាយជាមន្ត្រីស៊ីវិលខ្ញុំចង់ក្លាយជាគ្រូបរិញ្ញាខ្ញុំចង់ក្លាយជាអ្នករកស៊ីការកត់ត្រាទាំងអស់ហ្នឹងហើយគឺជាគោលដៅមួយឬមួយក៏ជាចំណុចតូចដើម្បីបង្កើនឱកាសនិងការលើកទឹកចិត្តរបស់យើងឲ្យឈានទៅមុខកុំឲ្យយើងបាក់ទឹកចិត្តពេលខ្លះគ្រាន់តែយើងឃើញกระดาษ note យើងទូចមួយដែលយើងសរសេរហើយយើងបិទជាប់អញ្ចាំង
អូអនាគតខ្ញុំនឹងក្លាយជាគ្រូបរិញ្ញាឬមួយក៏ខ្ញុំនឹងក្លាយជាមន្ត្រីអីជាដើមអញ្ចឹងទៅគ្រាន់តែយើងក៏លេចឃើញសដាស់ហ្នឹងយើងចាប់ផ្ដើមក្នុងថ្ងៃអនាគតយើងសម័យយ៉ាងធ្វើបែបនេះឬមួយក៏យើងសេវរូបដាក់ក្នុងទូរស័ព្ទគាត់តែយើងបើកទូរស័ព្ទមកឃើញរូបរូបនេះរូបមន្ត្រីរូបនេះរូបគ្រូបរិញ្ញារូបក្នុងថ្ងៃអនាគតដែលយើងសម័យចង់ឃើញសម័យចង់ធ្វើវាជាការងារក្នុងក្តីសម័យមួយក្នុងជីវិតរបស់យើងអាហ្នឹងយើងហៅថាម៉េចគឺជាការដៅគោលដៅពេលដែលយើងសម្លឹងឃើញគោលដៅយើងដៅគោលដៅថាចំណុចហ្នឹងដែលយើងត្រូវដើរទៅដល់ចំណុចហ្នឹងដែលយើងត្រូវធ្វើវាឲ្យបានអញ្ចឹងក៏ដូចជាផ្ដាំទៅដល់សិស្សប្អូនទី12អីបើសិនបានស្ដាប់វីដេអូនេះចង់ផ្ដាំបងប្អូនទាំងអស់គ្នាថាបើសិនជាយើងរៀនខ្សោយមិនមែនជាចំណុចដែលអន់ចំណុចដែលគេត្រូវមើលងាយរបស់យើងទេយើងធ្វើម៉េចយើងត្រូវមានគោលដៅរបស់យើងថតយើងខ្សោយគណិតគោលដៅរបស់យើងអីគោលដៅរបស់យើងទៅក្នុងថ្ងៃអនាគតយើងមិនមែនដៅទៅធ្វើការដែលយើងយកគណិតវិទ្យាហ្នឹងយកមកធ្វើទេវាមិនអាចខ្វះបានក៏ពិតមែនតែគ្រាន់តែចំណេះវិទ្យាគណិតវិទ្យាមួយហ្នឹងវាមានបរិមាណតិចតួចដែលយើងមិនធ្វើឬមួយក៏មិនគិតដល់នៅអ្វីដែលយើងរៀនយើងមិនអាចយកទៅប្រើប្រាស់វាអស់អញ្ចឹងទៅជាចំណេះមួយគួបផ្សំដើម្បីផ្សារភ្ជាប់ទៅនឹងគុណតម្លៃក្នុងជីវិតរបស់យើងដើម្បីឲ្យយើងសម្រេចបាននៅវាអញ្ចឹងទៅអាហ្នឹងបើសិនជាយើងមិនខ្លាំងយើងកុំបាក់ទឹកចិត្តយើងត្រូវតែរៀនលើកទឹកចិត្តខ្លួនឯងក្នុងការកត់ត្រានៅអ្វីទាំងអស់ហ្នឹងចំណុចទី3អីគេចំណុចទី3គឺជាការបំបែកនៅចំណុចតូចដែលចេញពីគោលដៅធំរបស់យើងហ្នឹងការបំបែកហ្នឹងយ៉ាងម៉េចយើងចេះបំបែកគោលដៅរបស់យើងគោលដៅរបស់យើងជាអីជាគ្រូបរិញ្ញាឧទាហរណ៍លើគ្រូបរិញ្ញាមកញឹកទីបងប្អូនគោលដៅរបស់យើងជាគ្រូបរិញ្ញាអញ្ចឹងយើងត្រូវបានចែកគ្រូបរិញ្ញាគេត្រូវមានចំណេះជំនាញអីគេខ្លះពេលដែលប្រឡងដើម្បីបានវិជ្ជាជីវៈគ្រូបរិញ្ញាទី1គឺមុខវិជ្ជាតម្រង់ទិសឬមួយក៏មុខវិជ្ជាជាគោលសម្រាប់យើងទៅបរិញ្ញាក្នុងថ្ងៃអនាគតទី2មុខវិជ្ជាសម្រាប់ដូចជាវប្បធម៌ទូទៅអាហ្នឹងជាមុខវិជ្ជាគោល2សំខាន់អញ្ចឹងយើងត្រូវចែកយើងស្រឡាញ់អីគេឧទាហរណ៍ថាភូមិប្រវត្តិយើងត្រូវចែកមកផ្ដោតទៅលើភូមិប្រវត្តិហ្នឹងឲ្យមែនតែនជាងផ្ដោតទៅលើមុខវិជ្ជាផ្សេងបើសិនជាយើងជាសិស្សថ្នាក់ទី12អីចឹងទៅយើងផ្ដោតទៅលើភូមិប្រវត្តិជាងផ្ដោតទៅលើមុខវិជ្ជាផ្សេងអីសម្រាប់នៅក្នុងថ្ងៃអនាគតយើងដាក់ពាក្យប្រឡងហើយយើងចែកជាចំណុចតូចមួយទៀតគឺជាវប្បធម៌ទូទៅសម្រាប់យើងមើលទៅក្នុងថ្ងៃប្រឡងអញ្ចឹងគោលដៅធំក្នុងថ្ងៃអនាគតយើងក៏ដូចគ្នាដែរបើសិនជាយើងចង់មានចង់បានអញ្ចឹងយើងត្រូវចែកចំណុចរបស់យើងគួរធ្វើអីខ្លះទី1ខំរៀនទី2ត្រូវមានការងារមានប្រាក់ខែប្រចាំខែដើម្បីចិញ្ចឹមជីវិតខ្លួនឯងចែកមកចំណុចតូចមួយទៀតអីពេលដែលយើងមានប្រាក់ខែមានអីហើយមានគ្រួសារខំសាងគ្រួសារឲ្យមានសុភមង្គលល្អជាគំរូដល់សង្គមជាមនុស្សគ្រួសារល្អដល់សង្គមអាហ្នឹងចំណុចតូចដែលយើងចែកមកយើងចែកតទៀតអ្វីដែលយើងអាចធ្វើទៅបានជាតាមចិត្តឬមួយក៏ជាអ្វីដែលយើងគិតយើងបានសេតគោលដៅទុកមុនអញ្ចឹងសរុបមកវិញការកំណត់គោលដៅក្នុងជីវិតហ្នឹងទី1គឺយើងត្រូវតែគិតសម្លឹងទៅមើលគោលដៅទី2យើងត្រូវតែកត់ត្រានៅគោលដៅដែលយើងបានគិតបានសម្លឹងហ្នឹងហើយមួយទៀតហ្នឹងគឺបំបែកវាចំណុចតូចដោយទាំងអស់ហ្នឹងមានន័យថាម៉េចទី1គឺយើងត្រូវសម្លឹងរកមើលចំណុចណាដែលយើងត្រូវដៅទី2យើងត្រូវដៅគោលដៅយើងឲ្យចំទី3គឺយើងត្រូវរកផ្លូវដើម្បីដើរទៅឲ្យដល់គោលដៅហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងសូមជម្រាបលាបងប្អូនអរគ្នាកុំភ្លេចចុច Subscribe Channel នេះរឿងក្នុងចិត្តផងសូមអរគុណ